សម្ដេចតេជោហ៊ុនសែនអំពាវនាវដល់អ្នកភូតកុហកឈប់ប្រើការជឿចាប់របស់សម្ដេចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនទៀតសម្ដេចតេជោហ៊ុនសែនបានអំពាវនាវដល់អ្នកភូតកុហកឈប់ប្រើការជឿចាប់របស់សម្ដេចកាលពី50ឆ្នាំមុនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតទៅមុខទៀតនៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការនាព្រឹកថ្ងៃទី23ខែមករាឆ្នាំ2026សម្ដេចតេជោបានសរសេរថាសូមបញ្ឈប់ប្រើប្រាស់ការជឿចាប់របស់សម្ដេចកាលពី50ឆ្នាំមុនមកបោកប្រាស់សម្ដេចតទៅទៀតទៅសម្ដេចតេជោបានលើកឡើងថាក្រោយរំដោះចេញពីរបបពលពតឆ្នាំ1979ពិសេសក្រោយនេះពេលដែលសម្ដេចនិយាយពីរឿងកូនស្លាប់ដោយមានភាគនិទាននិងរឿងភាពយន្តកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបរមីមកមានមនុស្សមិនតិចជា20នាក់នោះទេដែលបន្លំខ្លួនធ្វើជាកំសត់កូនប្រុសរបស់សម្ដេចដែលបានស្លាប់នោះមកចាប់ជាតិមនុស្សទាំងនោះខ្លះសរសេរសម្បត្តិបញ្ជូនមកសម្ដេចចុះតាមទស្សនាវដ្តីនិងក្រោយបង្ហោះតាមបណ្ដាញសង្គមដូចជា Facebook ជាដើមសម្ដេចតេជោបានបន្ថែមទៀតថាករណីចុងក្រោយហាក់ដូចជាធ្ងន់បន្តិចមានទាំងអត្ថបទមានទាំងសារឆ្លើយឆ្លងជាមួយនឹងមនុស្សដែលស្គាល់ Telegram របស់សម្ដេចសូមអំពាវនាវដល់អ្នកភូតកុហកឈប់ប្រើការជឿចាប់របស់សម្ដេចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតទៅទៀតទៅ